Bà thưa đấy, xa ở kia, ngàyនេះលោកគ្រូមានលំហាត់មកបង្រៀនបងប្អូនទៀតហើយគឺលំហាត់លេខ1ចូលដោះស្រាយវិស្មីការណាវិស្មីការឆគេឲ្យ2វិស្មីការទី1គឺ2លើ 3x បូកឲ្យ3ធំជាង5លើ 3x ដក27មួយទៀតគឺ x បូក1ចែក2តូចជាង 2x ដក3ចែក4ចឹងកុំឲ្យខាតពេលយើងទៅមើលចម្លើយទាំងអស់គ្នាណាបាទចម្លើយយើងអូបន្ទាត់មកហើយយើងដាក់លេខ1មកយើងសរសេរវិគោលអំណងមកយើងថាដោះស្រាយវិស្មីការបាទគោលអំណងយើងដោះស្រាយវិស្មីការបាទចឹងយើងយកមួយមកដោះស្រាយណាវិស្មីការទី1គឺ2លើ 3x បូកឲ្យ3ធំជាង5លើ 3x ដក27បាទសម្រាប់អង្គដែលមានអញ្ញត្តិយើងបោះមកខាងឆ្វេងសញ្ញាធំជាងហើយអង្គដែលគ្មានអញ្ញត្តិយើងបោះទៅខាងស្ដាំនៃសញ្ញាធំជាងអញ្ចឹង2លើ 3x នេះនៅខាងឆ្វេងយើងទុកដដែលហើយយើងបោះ5លើ 3x មកឆ្វេងមកបដូរសញ្ញាទៅជាដក5លើ 3x វិញហើយធំជាងដក27បាទយើងបោះ3ទៅខាងស្ដាំសញ្ញាធំជាងយើងបានដក3បាទប្រូសញ្ញាណាអញ្ចឹងយើងមើល2លើ 3x ដក5លើ 3x យើងនៅសល់ដក3លើ 3x អញ្ចឹងវានៅសល់ដក x បាទដោយសារអីចា2លើ3ដក5លើ3វាស្មើនឹង3លើដក3លើ3បាទអញ្ចឹងដក3លើ3ស្មើ1ណាយើងកណលេខអញ្ចឹងធំជាងបាទនេះដក27ដក3វាឡើងដក30បាទដក30អញ្ចឹង x បាទចង់បាន x កាលណាមេគុណនៅខាងមុខ x អវិជ្ជមានយើងបដូរសញ្ញាធំជាងនេះទៅជាតូចជាងវិញណាអញ្ចឹងតូចជាងដក30ហ្នឹងចែកដក1បាទមេគុណមុខ x គឺដក1ណាយើងអញ្ចឹងវាបាន30បាទអញ្ចឹងមានន័យថា x យើងគឺតូចជាង30បាទ x តូច30អញ្ចឹងយើងដាក់ចម្លើយជាក្រាបបាទចម្លើយបាទចម្លើយជាក្រាបបាទចម្លើយជាក្រាបយើងគូសបន្ទាត់ចំនួនពិតមួយមកណាបាទបន្ទាត់ចំនួនពិតមកនេះ x ព្រីមក្រង់នេះគឺចំណុច O យើងឧបមាថា30នៅកន្លែងនេះណា30អញ្ចឹង x តូចជាង30យើងប្រើមុខកញ្ចក់ហើយមុខកញ្ចក់ហ្នឹងបែរទៅរកខាងតូចអញ្ចឹងនេះគឺជាតំបន់ចម្លើយណាខាងឈូតធំនេះណាជាតំបន់ចម្លើយហើយខាងនេះមិនមែនជាចម្លើយយើងលុបវាចោលមកយើងមិនធ្វើក៏បានដែរណាអញ្ចឹងយើងសន្និដ្ឋានមកយើងថាដូចនេះបាទ x យើងគឺតូចជាង30ឲ្យតែ x តូចជាង30គឺជាចម្លើយរបស់វិស្មីការទាំងអស់បាទនេះចប់ហើយលំហាត់ហ្នឹងហើយនៅមួយទៀតបាទលំហាត់បន្ទាប់គឺ x បូក1បាទ x បូកឲ្យ1ចែកឲ្យ2តូចជាង 2x បាទ 2x ដកឲ្យ3ចែកឲ្យ4បាទនេះបាទអូខេសម្រាប់វិស្មីការនេះយើងធ្វើការតម្រូវភេទបែររួមឬក៏យើងធ្វើការគុណខ្វែងក៏បានដែរណាយើងយក4គុណជាមួយនឹង x បូកឲ្យ1បាទតូចជាងនេះយើងយក2គុណជាមួយនឹង 2x ដកឲ្យ3បាទធ្វើចេះក៏បានដែរថាគុណខ្វែងណាយើងចាស់ហើយគុណខ្វែងមេរៀនមុនតមកយើង
ធ្វើការពន្លាតវាយើងគុណពន្លាតយើងគុណ4ចូលមក4គុណ x យើងបាន 4x 4គុណឲ្យបូក1យើងបានបូកឲ្យ4បាទតូចជាង2គុណឲ្យ2គុណឲ្យ 2x យើងបាន4x 2គុណឲ្យដក3យើងបានដក6បាទអញ្ចឹងយើងបោះអង្គដែលមានអញ្ញត្តិមកឆ្វេងសញ្ញាតូចជាងអញ្ចឹង 4x នៅឆ្វេងដាក់ដដែលហើយយើងបោះ 4x មួយទៀតមកខាងឆ្វេងបដូរទៅជាដក 4x បាទ 4x នៅខាងស្ដាំណាខាងស្ដាំសញ្ញាធំតូចជាងបាទតូចជាងទឹកដក6វានៅស្ដាំដាក់ដដែលហើយយើងបោះ4មកស្ដាំទៅដូរទៅជាដក4អញ្ចឹង4ដក4យើងបាន 0x បាទ 0x តូចជាងដកបាទ 0x តូចជាងដក10បាទតូចជាងដក10បាទឥឡូវយើងមើលតើមានតម្លៃ x ណាដែលយកមកគុណជាមួយនឹង0តូចជាង10អត់គឺតូចជាងដក10អត់គឺអត់មានទេណាអញ្ចឹងយើងថាយើងសរសេរមកថាគ្មានបាទគ្មានតម្លៃបាទគ្មានតម្លៃ x ណាបាទគ្មានតម្លៃ x ណាដែលបាទដែលគុណបាទដែលគុណនឹងបាទដែលគុណនឹង0បាទគុណនឹង0តូចជាងដក10ទេអត់មានទេណាគ្មានតម្លៃ x ណាដែលយកគុណមួយ0តូចជាងដក10ទេអញ្ចឹងយើងសន្និដ្ឋានមកថាដូចនេះបាទវិសមីការហ្នឹងអត់មានចម្លើយបាទអញ្ចឹងគេថាវិសម័យការគ្មានចំឡើយបាទវិសមីការគ្មានចម្លើយបាទអញ្ចឹងចប់ហើយណាលំហាត់នឹងចប់ហើយមាន2សម្រាប់ឆហ្នឹង